វិសុទ្ធិគឺជាកងទ័ពដែលប្រចាំការនឹងការពារនៅសមរភូមិឧត្តរពួកគាត់តែងតែការពារនិងយកចិត្តទុកដាក់នៅលើព្រំដែនជានិច្ចមិនដែលឃ្លៀងភ្លាត់ឡើយពួកគាត់តែងតែយាមទាំងយប់ថ្ងៃនិងមានការដាក់វេនគ្នាដើម្បីជំនួសដើម្បីឲ្យមានពេលសម្រាកថ្ងៃមួយក៏មានបទបញ្ជាឲ្យមកប្រជុំជួរទាំងអស់គ្នាហើយក៏កក់មេបញ្ជាការក៏បានប្រាប់អំពីស្ថានភាពតាមព្រំដែនថាមានលក្ខណៈហួយស្រួយណាស់អញ្ចឹងហើយទើបបានជាមកប្រជុំជួរនឹងប្រាប់ដំណឹងនេះទៅកងជប់ទាំងអស់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់អំពីពួកសត្រូវដែលចង់មកឃ្លានពានដែនអាណាធិបតេយ្យរបស់យើងព្រោះបានទទួលដំណឹងច្បាស់កាលមួយពួកសត្រូវបានរៀបចំកម្លាំងដើម្បីមកវាយប្រហារយើងនៅថ្ងៃស្អែកឬក៏ខាងស្អែកមួយទៀតឮដូច្នេះហើយទាហានទាំងអស់គ្នាក៏មានអារម្មណ៍ថារៀងតក់ស្លុតបន្តិចដែរប៉ុន្តែមិនជាបញ្ហាសម្រាប់ទាហានទាំងអស់ឡើយព្រោះពួកគាត់បានបដិញ្ញានឹងការពារមោទនភាពទឹកដីរបស់ពួកគាត់ហើយមិនឲ្យសត្រូវណាមកឃ្លានពានបានឡើយនិយាយចប់ពួកគាត់ក៏បាននាំគ្នាទៅប្រុងជើងការពាររីឯរាជរដ្ឋាភិបាលវិញនឹងថ្នាក់ដឹកនាំតូចធំបានប្រជុំគ្នានឹងបញ្ជូនសភាវុធតូចធំទៅតាមព្រំដែនដើម្បីទប់ទល់ជាមួយនឹងសត្រូវគ្រោះថ្នាក់ដឹកនាំដឹងច្បាស់ថាសង្គ្រាមនេះមិនអាចគេចផុតឡើយមានតែច្បាស់ទេបានដឹងថាអ្នកណាខ្លាំងអ្នកណាខ្សោយ